បាទសួស្តីពុកម៉ែបងប្អូនឥឡូវខ្ញុំមកបងប្អូនមកមើលរោងចក្រផលិតដៃតអគ្នាបាទឥឡូវមើលដំណាក់កាលទី1ឡើងវិញសម្រាប់ការផលិតបំពង់ទីបដៃចាប់ពីដើមរហូតដល់ចប់ដំណាក់កាលទី1គឺចាប់ដើមពីការយកដៃបន្ទះធំៗដែលគេរមូរជាដុំមូលមកដាក់នៅក្នុងម៉ាស៊ីនពន្លាតនិងកាន់តម្រង់ឲ្យរាបស្មើល្អដើម្បីត្រៀមសម្រាប់ដំណើរការផលិតបន្តបន្ទាប់មកផ្ទាំងដែកនោះនឹងត្រូវឆ្លងកាត់កងរមូរជាច្រើនដំណើរការដើម្បីពួតវាបន្តិចម្ដងរហូតដល់ក្លាយទៅជារាងបំពង់មូលនៅពេលដែលវាមានរាងជាបំពង់មូលហើយគៀមដៃទាំងសងខាងនឹងត្រូវផ្សារភ្ជាប់គ្នាដោយកម្លាំងអគ្គិសនីព្រះកង់ខ្ពស់ដើម្បីរំលាយគៀមទាំងនោះឲ្យជាប់គ្នាជាសាច់តែមួយដោយបាច់ប្រើដៃផ្សារជំនួយឡើយក្រោយពីផ្សារជាប់ហើយដៃបំពង់នោះនឹងត្រូវចូលទៅក្នុងម៉ាស៊ីនកំណត់ទំហំនិងកិនវាឲ្យមានរង្វង់មូលស្អាតល្អឬកិនបំលែងទៅជាទីជ្រុងតាមតម្រូវការទីផ្សារមុននឹងត្រូវកាត់វាជាកង់ៗតាមຂະຫນាត់ប្រវែងកំណត់ចុងបញ្ចប់បំពង់ដៃទាំងអស់នឹងឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ដើម្បីធានាថាវាមានកម្រាស់និងភាពរឹងមាំត្រឹមត្រូវមុននឹងវេចឆ្លងសម្រាប់ចែកចាយ